មុខងារដែលអត់សូវមានប្រយោជន៍នៅក្នុង YouTube ដែលធ្វើឲ្យ channel ថ្មីៗបងអ្នកនរគ្នាកាំង view ដោយមិនដឹងខ្លួនតើបងប្អូនទាំងអស់គ្នាខ្ញុំនឹងនិយាយមុខងារដែលអត់មានប្រយោជន៍សោះដែលដាក់មកនឹងគឺធ្ងន់តែផែនដីហ្មងសម្រាប់ប្រធានបទនេះខ្ញុំនឹកឃើញនិយាយដោយសារតែឃើញមាន channel គ្នាយើងកំពុងតែប្រើមុខងារទាំងអស់នោះអញ្ចឹងខ្ញុំក៏ធ្វើវីដេអូនេះឡើងតែម្ដងទៅមុខងារទី1 collaboration នេះបើសិនជាអ្នកនរគ្នាធ្លាប់ឃើញ Facebook page ដែលគេ collab page ចូលគ្នាមួយចេញជា2ចេញជា3អីចឹងណាទាំងគេទាំងខ្ញុំអាចនឹងយល់ថាពាក្យថា collaboration ហ្នឹងយើងអាចទាញវីដេអូគ្នាពីមួយទៅមួយពី channel មួយទៅ channel មួយទៀតហើយវាអាចនឹងទាញ view ទាញ subscribe ទាញ channel ហ្នឹងឲ្យវាដើរបានល្អមែនទេប៉ុន្តែអ្នកនរគ្នាកន្លែងនេះគឺមិនដូចជាការគិតរបស់យើងនោះទេYouTube អត់ល្ងងតតែសោះវានៅតែឆ្លាតជាងយើងដាក់មុខងារ collaboration នឹងមកគ្រាន់តែដាក់យកគួរព្រោះអីមុខងារមួយនឹងវាអត់ជួយសម្រាប់អ្នកដែលទៅបង្កើត channel ថ្មីនោះទេវាបង្កទៅជាការកាំង channel របស់យើងកាំង view កាំង reach កាំងអីដោយមិនដឹងខ្លួនហើយត្រង់ចំណុចនេះអ្នកនរគ្នាប្រហែលជាអាចនឹងនិយាយប្រាប់ខ្ញុំថាអីបងតែ option គេដាក់មកគឺវានេះហើយវាមានផលប្រយោជន៍មកកាន់យើងហើយប៉ុន្តែកន្លែងនេះគឺខ្ញុំបានតេស្តហើយបងប្អូនតេស្ត option មួយនឹងដំបូងឡើយខ្ញុំក៏យល់ដូចជាបងប្អូនដែរខ្ញុំយល់ថាវាជួយដល់ channel របស់យើងថ្មីថ្មោងបើសិនជាយើងមាន channel ធំយើងអាចទាញ channel តូចៗរបស់យើងផ្សេងៗទៀតឲ្យមានអ្នកមើលទៅតាមនឹងដែរប៉ុន្តែការគិតបែបនេះគឺខ្ញុំគិតខុសឆ្លាស់តែម្ដងដោយសារតែពេលដែលយើង collaboration subscribe របស់យើងឬមួយក៏ view នៅក្នុងវីដេអូរបស់យើងវាអត់សូវខុសប្លែកគ្នានោះទេគឺវាជួយបានពិតមែនប៉ុន្តែជួយបានត្រឹមតែ 10% តែប៉ុណ្ណោះមុខងារទី2 paid promotion នៅក្នុងវីដេអូរបស់យើងអ្នកនរគ្នាប្រហែលជាឃើញហើយពេលដែលយើង upload វីដេអូម្ដងអ្នកនរគ្នាតែងតែយើងអូស scroll មកក្រោមបន្តិចមកអ្នកនរគ្នានឹងឃើញមាន option មួយដែលមានឈ្មោះថា paid promotion ហើយ paid promotion នឹងមានន័យបែបម៉េចទៅចាំខ្ញុំបកស្រាយឲ្យអ្នកនរគ្នាបានយល់ហើយ paid promotion នឹងអ្នកនរគ្នាអាចឃើញនៅពេលដែលមាន channel បងឬមិនក៏មានគ្នាយើងណាដែលគាត់បានចុច tick កន្លែងហ្នឹងណាអ្នកនរគ្នានឹងអាចឃើញពេលដែលវីដេអូគាត់ផុសទៅអ្នកនរគ្នានឹងឃើញនៅខាងឆ្វេងដៃនៅចុងគឺវា load ដាក់ថា paid promotion ដែលវាមានមុខងារបង្ហាញថាវីដេអូរបស់យើងនឹងត្រូវបាន sponsor ដោយផលិតផលណាមួយដែលយើងបានផ្សាយនៅក្នុងវីដេអូរបស់យើងហើយស្រាប់អញ្ចឹងកន្លែងនេះក៏អាចប៉ះពាល់ដល់ view របស់យើងខ្លះៗដែរសម្រាប់អ្នកថ្មីចឹងអ្នកនរគ្នាគួរតែកុំប៉ះពាល់វាអីនៅត្រង់ចំណុចនេះហ៎ Option ទី3 alter content ចំណុចកន្លែងនេះប្រហែលជាអ្នកនរគ្នាធ្លាប់បានឃើញជាច្រើនហើយនៅពេលដែលអ្នកនរគ្នាផុសវីដេអូម្ដងអ្នកនរគ្នាតែងតែ scroll មកក្រោមបន្តិចមកវានឹងឲ្យយើងរើសថា no ឬមួយក៏ yes ហើយមានអ្នកខ្លះគាត់រើសខុសទៀតត្រង់ចំណុចមួយនេះដែរបើសិនជាគ្នាយើងមិនរើសក៏បានដែរប៉ុន្តែគេឲ្យអ្នកនរគ្នានឹងគួរតែរើសទៅគេ recommend ប្រាប់យើងឲ្យគួរតែរើសចឹងណាអញ្ចឹង option មួយនេះក៏វាមានផលប៉ះពាល់ដល់វីដេអូរបស់យើងផងដែរបើសិនជាយើងរើសខុសចឹងអ្នកនរគ្នាគួរតែរើសបែបម៉េចទៅឲ្យបានត្រឹមត្រូវត្រង់ចំណុចហ្នឹងប្រហែលជាអ្នកនរគ្នាបានដឹងខ្លះៗហើយថាវាគឺជាអីកន្លែងហ្នឹងគឺតាក់ទងទៅនឹង AI ឬមួយក៏មិន AI មើលខ្លួនឯងទៅនិយាយលេងឯគ្នាយើងកន្លែងហ្នឹងគឺជាធម្មតាអ្នកនរគ្នាតែងតែដឹងហើយថាបើសិនជាវីដេអូរបស់យើងធ្វើដោយ AI យើងច្បាស់ជាឆ្លើយថា yes មែនទេដើម្បីប្រាប់បញ្ជាក់ប្រាប់ទៅកាន់ YouTube របស់យើងហ្នឹងឲ្យគាត់បានដឹងថាយើងធ្វើវីដេអូតាក់ទងទៅនឹង AI ប៉ុន្តែបើសិនជាវីដេអូរបស់យើង full tag នៅក្នុងនោះគឺយើងប្រើដោយមនុស្សផ្ទាល់យើងប្រាប់គេថា no វីដេអូរបស់យើងគឺធ្វើដោយមនុស្សមិនមែនធ្វើដោយ AI ទេគឺទាំងសំឡេងទាំង full tag ប៉ុន្តែមានចំណុចមួយចំនួនដែលគ្នាយើងពិបាកបែងចែកមែនទែនពេលខ្លះវីដេអូរបស់គាត់នឹងមាន full tag AIហើយគាត់និយាយសម្លេងតែខ្លួនឯងអញ្ចឹងណាហើយគាត់អត់ដឹងថាតើគួរបែងចែកថាវីដេអូរបស់គាត់ជា AI ឬមួយក៏ជាមនុស្សធ្វើឲ្យអីមិនទេគាត់បែងចែកអត់ដាច់អញ្ចឹងកន្លែងនេះដើម្បីអ្នកនរគ្នាស្រួលបែងចែកបើសិនជាវីដេអូរបស់អ្នកនរគ្នាជាប្រភេទចម្រៀង AI ឬមួយក៏ជាប្រភេទណាដែលប្រើ AI សឹងតែ 90% អ្នកនរគ្នាដាក់ AI ទៅប៉ុន្តែបើសិនជាមានករណីពិសេសគឺមានករណីពិសេសគ្នាយើងមានករណីពិសេសដូចជាបទចម្រៀងអង់គ្លេស AI មាន channel ខ្លះគឺគាត់មិនដាក់ថាជាចម្រៀង AI ទេដោយក្រោមមូលហេតុអីទៅគ្នាយើងក្រោមមូលហេតុកុំឲ្យវីដេអូរបស់គាត់នឹងគឺកាំងហើយមូលហេតុមួយទៀតដោយសារតែនៅពេលដែលយើងឆ្លើយថាវីដេអូរបស់យើងធ្វើដោយ AI YouTube អត់សូវរុញវីដេអូរបស់យើងនឹងខ្លាំងពេកទេមិនដឹងថាបែបមិនដែរគ្នាយើងអាកន្លែងហ្នឹងគឺខ្ញុំអត់មានហេតុផលអីផុសតាំងអីច្បាស់លាស់តតែសោះមកឲ្យគ្នាយើងបានឃើញអញ្ចឹងប៉ុន្តែគ្រាន់តែប្រាប់គ្នាយើងថាមាន content មួយចំនួនហ្នឹងទោះបីជាគាត់ធ្វើដោយ AI សុទ្ធក៏ដោយគ្នាយើងក៏គាត់អត់រើសដាក់ថា AI ដែរអត់រើសពាក្យថា yes ដែរគឺគាត់រើសពាក្យថា no វិញណាមុខងារទី4 community ឬមួយក៏យើងអាចហៅបានថា viewer post community ឬមួយក៏ viewer post កន្លែងនេះគឺផ្ដល់ផលប៉ះពាល់ដល់ channel របស់យើងដែរដោយសារតែវាដូចជា group chat របស់ viewer របស់យើងរបស់អ្នកដែលគាត់ subscribe channel របស់យើង
ពេលដែលគាត់ផុសពេលដែលគាត់ comment វាអាចបង្កជាការរំខានទៅដល់ channel របស់យើងរំខានបែបមិនទៅគ្នាយើងឧទាហរណ៍តែគាត់ផុសរូបភាពគាត់លេងអីដែលប្រើពាក្យដែលមិនសមរម្យឬមួយក៏ធ្វើអីដែលខុសនៅក្នុងហ្នឹងណាគឺវាផ្ដល់ផលប៉ះពាល់ spam ទៅដល់ channel របស់យើងដោយសារតែកន្លែងហ្នឹងគឺដូចជា block គេហៅថា fan club អញ្ចឹងណាហើយបើសិនជាយើងប្រៀបធៀបទៅនឹង Facebook ដូចជា group របស់ Facebook អញ្ចឹង group របស់ Facebook ដែលបង្កើតឡើងដោយ page របស់យើងអញ្ចឹងបើសិនជាកន្លែងហ្នឹងយើងជាអ្នកបង្កើតយើងគឺជាអ្នកបើកកន្លែងឲ្យ fan ហ្នឹងគាត់ធ្វើអីរឿងអញ្ញែអញ្ញៃពេញហ្នឹងគឺអ្នកដែលមានបញ្ហាគឺ channel របស់យើងនិយាយទៅវា spam ដល់ channel របស់យើងដែរអញ្ចឹងណាមុខងារ update ចុងក្រោយកន្លែងនេះគឺជាការ update ទេគ្នាយើងមិនមែនជាមុខងារដែលធ្វើឲ្យ channel របស់យើងហ្នឹងវាអត់ដើរវាកាំង view អីទេទាក់ទងទៅនឹងការផុសនៅក្នុង channel របស់យើងកាលពីមុនកន្លែងហ្នឹងគេហៅថា community ប៉ុន្តែឥឡូវគេបែរជាដូរដាក់ថា post កន្លែងផុសកន្លែងនេះអ្នកនរគ្នាអាចផុសបានជារូបភាពជាអីផ្សេងហោហាយអញ្ចឹងទៅប៉ុន្តែអ្វីដែលខ្ញុំចង់ update ទៅកាន់អ្នកនរគ្នាឲ្យបានដឹងទាក់ទងទៅនឹងការផុសទាញ channel របស់អ្នកនរគ្នាជាធម្មតាអ្នកនរគ្នាតែងតែយក channel ធំ share ចូល channel តូចមែនទេដើម្បីទាញ view ទាញ subscribe របស់យើងអីចឹងទៅប៉ុន្តែឥឡូវយើងលេងធ្វើអញ្ចឹងបានទៀតហើយបើសិនជាអ្នកនរគ្នាចង់ទាញវីដេអូមួយទៀតលុះត្រាតែវីដេអូរបស់អ្នកនរគ្នាដែលត្រូវទាញនឹងជាប្រភេទមាតិកាដូចគ្នាឬមួយក៏ស្តៀងគ្នាឧទាហរណ៍ថាបើមាតិការបស់ខ្ញុំគឺជាប្រភេទសម្រាយរឿងហើយខ្ញុំបែរទៅជា share ចម្រៀងឬមួយក៏ share ព័ត៌មានអីផ្សេង share អត់កើតទេគ្នាយើងពេលដែល share ទៅក៏អត់មាន view ហើយបើ share មួយទៀត share ទៅគឺអត់ចាញ់ហ្មងអ្នកនរគ្នា share ទៅគឺបាត់ឈឹងហ្មង share អត់ចូលហ្មងគ្នាយើងគឺ YouTube update បែបហ្នឹងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទាញ channel តូចរបស់អ្នកនរគ្នាលុះត្រាតែប្រភេទមាតិកាហ្នឹងដូចគ្នាទើបអាច share ទាញបានបើសិនជាមិនមាន content ប្រភេទមាតិកាដូចគ្នាទេ share អត់កើតទេ share ទៅគឺបាត់ឈឹងបើសិនជាយើង share ទៅយើងមានសរសេរជា caption អីចឹងណាគ្នាយើង share ទៅឃើញតែ caption ទេវីដេអូនឹងអត់ឃើញសោះតែម្ដងអូខេអ្នកនរគ្នាចឹងនេះគឺជាការ update តិចតួចនិងការចែករំលែកតិចតួចរបស់ខ្ញុំហើយសង្ឃឹមថាអ្នកនរគ្នានឹង enjoy កុំភ្លេចជួយ subscribe និងចុច like វីដេអូនេះឲ្យបានច្រើនផងណាបាទអរគុណ